សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងគឺយើងនឹងមកនិយាយសាច់រឿងតចូលទៅដល់ភាគទី5នៃរឿង Vincenzo ក្រោយពេលដែលដុតកំទេចឃ្លាំងស្តុកថ្នាំរបស់ពួក Babel Group ហើយក៏បានធ្វើឲ្យពួកមនុស្សអាក្រក់អស់នោះខឹងជាខ្លាំង Mr. Han និងអ្នកស្រីឆយក៏កំពុងពិភាក្សាគ្នារនឹកថាអ្នកណាហ៊ានធ្វើដល់ថ្នាក់នេះចំណែកចាងហាន់ស៊ូនោះវិញដល់ពេលខឹងខ្លាំងពេកពេលកំពុងនិយាយជាមួយចាងជុនវូក៏ច្រឡំស្រែកខ្លាំងៗដាក់ជុនវូពេលនោះជុនវូក៏បានយកកន្សែងមរិតកហាន់ស៊ូហើយនិយាយថាឲ្យធ្វើជាប្រធានក្រុមហ៊ុនយូយូចង់ប្រហើនភ្លេចខ្លួនថាខ្លួនឯងជាអ្នកណាឯងត្រឹមជាអាយ៉ងរបស់យើងប៉ុណ្ណោះអញ្ចឹងកុំភ្លេចខ្លួនហើយមកចង់ខ្លាំងដាក់យើងនិយាយរួចជុនវូក៏ប្រឡែងកន្សែងចេញហើយប្រាប់ហាន់ស៊ូថាក្រោយករណីភ្លើងឆេះឃ្លាំងនេះភាគហ៊ុនរបស់ក្រុមហ៊ុននឹងធ្លាក់ចុះអញ្ចឹងត្រូវប្រាប់អ្នកកសែតថាករណីនេះដោយសារបញ្ហាចរន្តអគ្គិសនីមិនមែនមានគេលួចដុតនោះទេហើយឲ្យកោះហៅឲ្យមានការប្រជុំជាបន្ទាន់នៅពេលហាន់ស៊ូចេញមកវិញចូលក្នុងឡានគាត់ក៏អង្គុយនិយាយម្នាក់ឯងថាយើងត្រេកអរណាស់ដែលយើងត្រឹមជាអាយ៉ងរបស់ឯងយើងអាចកាត់ខ្សែចំណងនេះបានគាត់ចង់មានន័យថាគាត់នឹងលេងជូនវូវិញនៅថ្ងៃណាមួយបន្ទាប់មកចូលមកដល់ឈុត Vincenzo និងហុងឆាយុងកំពុងសប្បាយចិត្តផឹកស្រាអបអរនៅជ័យជំនះដំបូងរបស់ពួកគេផែនការបន្ទាប់គឺមិនលេងធွာក្តៅទៀតទេដោយពួកគេនឹងប្រើយុទ្ធសាស្ត្រសង្គ្រាមយកផ្លូវច្បាប់ទល់នឹងច្បាប់វិញណាមួយនេះជាជំនាញរបស់ពួកគាត់ដែលជាមេធាវីស្រាប់តែដោយសារ Vincenzo ជាមេធាវីមកពីអ៊ីតាលីមិនអាចលូកលាន់ក្នុងរឿងនេះបានគាត់ឲ្យហុងឆាយុងជាអ្នកលេចមុខហើយគាត់ចាំជួយពីក្រោយផែនការបន្តទៀតនោះគឺចាត់ការក្រុមហ៊ុនដែលជាបុតសម្ព័ន្ធរបស់ Babel Group នោះគឺក្រុមហ៊ុន Babel Chemicals ដែលជាក្រុមហ៊ុនជួយឲ្យ Babel Group មានការកើនភាគហ៊ុនច្រើនបំផុតបន្ទាប់មកសាច់រឿងក៏មកនិយាយពីបុគ្គលិកម្នាក់ដែលធ្វើការនៅក្រុមហ៊ុន Babel Chemical នោះបានយកម្ហូបអាហារមកឆាន់ជាមួយព្រះសង្ឃចិនដែលត្រូវជាអ្នករាប់អានគ្នាយូរឆ្នាំមកហើយនោះកំពុងអង្គុយហូបបាយសុកក៏ស្រាប់តែបុគ្គលិកម្នាក់នោះឈាមច្រមុះដោយមិនទាន់ដឹងមូលហេតុក្រោយមកក៏ចូលមកដល់ឈុតហាន់ស៊ូកំពុងហាត់ប្រាណនៅជីមហើយពេលនោះ Vincenzo ក៏បានបន្លំខ្លួនចូលទៅនិយាយជាមួយហាន់ស៊ូដោយគាត់ថាគាត់ជា fan ហាន់ស៊ូគាត់សរសើរពីសមត្ថភាពនិងទស្សនវិជ្ជាក្នុងការកាន់កាប់ក្រុមហ៊ុនរបស់ហាន់ស៊ូណាស់ពេលនោះ Vincenzo ធ្វើជាលើកទ្រឹស្ដីអ្នកប្រាជ្ញមកនិយាយដាក់ហាន់ស៊ូគាត់ចង់ដឹងថាហាន់ស៊ូឆ្លាតប៉ុណ្ណាតែពេលនិយាយទៅហាន់ស៊ូធ្វើជាងក់ក្បាលដូចចេះដឹងធ្លាប់អានសៀវភៅច្រើនណាស់ណាអញ្ចឹងកន្លែងនេះតាមពិត Vincenzo ចង់ស៊ើបថាតើហាន់ស៊ូជាពិតជាប្រធានក្រុមហ៊ុន Babel Group មែនអត់តែក្រោយពីតេស្តមើលសមត្ថភាពក្នុងការនិយាយស្ដី Vincenzo ដឹងថាអាប៉ែនេះមិនមែនមេធំពិតប្រាកដនោះទេហើយ Vincenzo បានធ្វើពុតជាសួរបញ្ហាដែលឆេះឃ្លាំងថ្ងៃមុននោះយ៉ាងម៉េចហើយព្រោះគាត់ឃើញកាសែតចុះច្រើនចំណែកចាងជុនវូវិញក៏ដូចគ្នាគាត់បានខលទៅហុងឆាយុងដោយធ្វើជាសួរសុខទុក្ខនាងហើយក៏ធ្វើពុតសួរហុងឆាយុងថាមានឃើញព័ត៌មានផ្សាយពីករណីឆេះឃ្លាំងថ្នាំរបស់ក្រុមហ៊ុន Babel Group អត់នាងក៏ឆ្លើយថាឃើញហើយឆេះខ្ទេចតែម្ដងនេះហើយជាកម្មពៀសងនៅទង្វើអាក្រក់របស់ពួកវានិយាយតែប្រមាណម៉ាត់ចាងជុនវូក៏ចាប់អារម្មណ៍សង្ស័យដឹងថាតាមពិតហុងឆាយុងគឺជាអ្នកលួចដុតឃ្លាំងរបស់គាត់Vincenzo និងហុងឆាយុងបានជួបពិភាក្សាគ្នាដោយ Vincenzo បានប្រាប់ហុងឆាយុងថាចាងហាន់ស៊ូមិនមែនជាប្រធានក្រុមហ៊ុនពិតប្រាកដនោះទេជាធម្មតាបើសិនជាក្នុងសង្គ្រាមពួកម៉ាហ្វៀទម្លាប់របស់ពួកគេត្រូវណែនាំមេនិងមេឲ្យស្គាល់គ្នាដើម្បីងាយស្រួលរៀបចំការជួបគ្នាពិភាក្សាដោះស្រាយបញ្ហាតែសម្រាប់ករណីមេរបស់ក្រុមហ៊ុន Babel Group នេះវិញបើចង់ឲ្យវាចេញមុខដំបូងត្រូវកំចាត់អាយ៉ងរបស់វាជាមុនសិនអញ្ចឹងមានន័យថាហុងឆាយុងនិង Vincenzo ត្រូវចាត់ការចាងហាន់ស៊ូមុនសិនដើម្បីឲ្យមេធំរបស់ពួកគេបង្ហាញខ្លួននិយាយពីអ្នកស្រីឆយបានពឹងឲ្យ Mr. Han ស៊ើបប្រវត្តិរូបរបស់ Vincenzo ឲ្យគាត់ Mr. Han ថាឲ្យគេស៊ើបរួចហើយមើលទៅដូចគ្មានអីគួរឲ្យសង្ស័យនោះទេតែអ្នកស្រីឆយគាត់មិនអស់ចិត្តក៏ចេញទៅជួប Vincenzo ដោយខ្លួនឯងដោយទិញផ្កាមួយផើងទៅផ្ញើទៀតតែពេលទៅដល់ officeក៏អត់ជួប Vincenzo នោះទេតែជួបជាមួយនឹងណាមជូសុងពេលនោះលោកណាមគាត់និយាយថាគាត់នេះហើយឈ្មោះ Vincenzo អ្នកស្រីឆយមើលមុខហើយនឹងសង្កេតមើលចរិតរឹកពីគឺលោកណាមមិនសមជាមេធាវី
Vincenzo តតែសោះពីព្រោះគាត់ធ្លាប់ឮគេនិយាយសរសើរតាក់ទងជាមួយនឹងអត្តចរិតក៏ដូចជាមុខមាត់របស់ Vincenzo គាត់ក៏ស្ដីឲ្យលោកណាមថាកុំមកចង់បោកគាត់ហើយពេលគាត់ដើរចេញមកវិញហ្នឹងក៏ចៃដន្យជួបហុងឆាយុងនិង Vincenzo មកដល់ល្មមនៅពេលឃើញអ្នកស្រីឈួយហុងឆាយុងប្រាប់ Vincenzo ថាឲ្យធ្វើពុតជាឈឺកនិយាយអត់ចេញទៅព្រោះលើកមុន Vincenzo ធ្លាប់ខលមកគំរាមអ្នកស្រីឈួយអញ្ចឹងខ្លាចគាត់ចាំសំឡេងអ្នកស្រីថាគាត់មកនេះគឺចង់មកចូលរួមអបអរសាទរហុងឆាយុងបើក្រុមហ៊ុនច្បាប់របស់ឪពុកនាងឡើងវិញតែតាមពិតទៅគឺគាត់ចង់មកស៊ើបពី Vincenzo គាត់ព្យាយាមនិយាយបន្លំចង់ឲ្យ Vincenzo ឆ្លើយតបតែពេលនោះ Vincenzo បានត្រឹមតែធ្វើទឹកមុខហើយងក់ក្បាលប៉ុណ្ណោះគាត់ធ្វើពុតជាហាមាត់និយាយអត់ចង់រួចឆ្លើយបានមួយម៉ាត់ហើយធ្វើសម្លេងឡើងដោយសត្វឆ្មាអ្នកស្រីឆ្វ័យខំផ្ទៀងតិចស្ដាប់ដែរតែដូចជាអត់បានផលអីសោះនៅពេលនោះនៅពេលដើរចេញមកវិញអ្នកស្រីឆ្វ័យទំនងដូចជាមិនអស់ចិត្តសោះគាត់និយាយតែម្នាក់ឯងថា Vincenzo ដូចមិនសមចរិតលេឡក់អញ្ចឹងទេនិយាយពីចាងហាន់ស៊ូវិញបានទៅប្រាប់ Mr. Han នៅរឿងមួយដោយពេលនោះយើងមិនទាន់ដឹងថារឿងអីទេស្រាប់តែ Mr. Han ហៅចាងជុនវូចូលបន្ទប់និយាយគ្នាហើយប្រាប់ចាងជុនវូថាគាត់បានជាប់ជាបុគ្គលិកពេញសិទ្ធិរបស់អ៊ូសាងហើយចាប់ពីពេលនេះតទៅគាត់ថាគាត់មិនចង់ទេតែចាងហាន់ស៊ូអ្នកសុំពេលនោះចាងជុនវូធ្វើជាសប្បាយចិត្តត្រេកអរជាខ្លាំងតាមពិតនេះជាគម្រោងការរបស់ជុនវូប៉ុណ្ណោះដោយគាត់ឲ្យចាងហាន់ស៊ូធ្វើជាមកសុំ Mr. Han ឲ្យគាត់បានក្លាយជាបុគ្គលិកពេញសិទ្ធិចំណែក Vincenzo ហុងឆាយុងនិងលោកណាំជូសុងបានមកប្រជុំគ្នានិយាយពីគម្រោងការកម្ចាត់ក្រុមហ៊ុន Babel Chemical វិញម្ដងដែលជាក្រុមហ៊ុនបុតសម្ព័ន្ធរបស់ Babel Group ដែរក្រុមហ៊ុននេះបានធ្វើឲ្យបុគ្គលិករបស់ខ្លួន42នាក់ត្រូវរងគ្រោះនិង9នាក់នៅក្នុងចំណោមនោះត្រូវបានស្លាប់ដោយសារជំងឺមហារីកគ្រាប់ឈាមពួកគេមានបញ្ហាសុខភាពធ្ងន់ធ្ងរបណ្ដាលមកពីសារធាតុពុលម្យ៉ាងដែលមានឈ្មោះថា BLSD ដោយសារធាតុគីមីប្រភេទនេះនៅអាមេរិកត្រូវបានគេហាមឃាត់មិនឲ្យប្រើនោះទេហើយវាស្រដៀងទៅនឹងប្រភេទថ្នាំ ODU 90របស់ Babel Pharmaceutical ដែលសុទ្ធតែជាសារធាតុដែលមិនគួរយកមកប្រើប្រាស់ទៅលើមនុស្សអ្វីដែលសំខាន់នោះគឺពួកវាបានបិទបាំងការពិតនេះមិនឲ្យបែកធ្លាយនោះទេដោយមានពួកអាយ៉ងដែលជាកូនចៅរបស់ពួកវាចាំជួយអាយ៉ងទី1នោះគឺមេធាវីឈ្មោះសូយិនយូជាមេធាវីដែលតំណាងឲ្យគ្រួសារជនរងគ្រោះតែត្រូវក្រុមហ៊ុនច្បាប់អ៊ូសាងទិញក្បាលនៅពេលដែលគ្រួសារជនរងគ្រោះដាក់ពាក្យបណ្ដឹងគាត់បានបង្ខិតបង្ខំឲ្យពួកគេសម្របសម្រួលដោយទទួលយកប្រាក់សំណងទៅមិនបាច់ប្តឹងវែងឆ្ងាយនោះទេព្រោះមិនអាចឈ្នះគេបានឡើយតាមពិតនិយាយរួមទៅគាត់និយាយចេញមកធ្វើដូចខ្វល់ខ្វាយពីគ្រួសារជនរងគ្រោះណាស់អញ្ចឹងតែតាមពិតនេះជាវិធីសាស្ត្រមួយដើម្បីកុំឲ្យគ្រួសារជនរងគ្រោះរករឿងក្រុមហ៊ុន Babel Group តែប៉ុណ្ណោះមួយទៀតគឺមន្ទីរពេទ្យ Haemun ដែលជាបុតសម្ព័ន្ធរបស់ Babel Group ដូចគ្នាដែលមន្ទីរពេទ្យនេះបង្កើតឡើងដោយលោកចាងគុកហាន់ត្រូវជាឪពុករបស់ចាងហាន់ស៊ូហើយនាយកគ្រប់គ្រងមន្ទីរពេទ្យនេះគឺលោកហ្គីលជុងមុនដែលលោកក៏ជាប្រធានផ្នែកជំងឺមហារីកដែរគាត់បានកែបន្លំរោគវិនិច្ឆ័យរបស់ជនរងគ្រោះដើម្បីគេចចេញពីសំណងធានារ៉ាប់រងទៅដល់គ្រួសារជនរងគ្រោះនិងមួយទៀតនោះគឺក្រុមហ៊ុនសារព័ត៌មាន Daechang Diary ដែលមានលោកឈុនអ៊ីលស៊ូជានាយកគ្រប់គ្រងស៊ីលុយសុកប៉ាន់ពីខាង Babel Group ចុះផ្សាយព័ត៌មានបិទបាំងមហាជនពីការពិតនៅពេលដែលបុគ្គលិកផ្នែកស្រាវជ្រាវរបស់ Babel Chemical រងផលប៉ះពាល់សុខភាពដោយសារសារធាតុគីមី BLSD ពួកវាបានចុះផ្សាយថាដោយសារបុគ្គលិកទាំងនោះពេលធ្វើការមិនគោរពតាមគោលការណ៍ការពារគ្រោះថ្នាក់ដែលក្រុមហ៊ុនបានចែងទើបធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាពបែបនេះអញ្ចឹងសរុបទៅទាំងមេធាវីដែលតំណាងឲ្យគ្រួសារជនរងគ្រោះទាំងគ្រូពេទ្យនិងអ្នកអាសែតគឺសុទ្ធតែគ្នាពួកវាអញ្ចឹងមុននឹងឈានទៅកំចាត់មេវគ្គបញ្ចប់ពួកគេត្រូវចាត់ការពួកកូនចៅរីររបស់វាពីក្រោមទៅសិនដោយចាប់ផ្ដើមដំបូងគេនោះគឺទៅរកមេធាវីឈ្មោះសូរិនយូហើយបង្ខំឲ្យអាប៉ែតនឹងសញ្ញេបោះបង់ចោលរឿងក្តីមួយនេះឲ្យមកហុងឆាយុងនិង Vincenzo ជាអ្នកដោះស្រាយជំនួសវិញពេលទៅដល់លោកសូធ្វើជានិយាយអាណិតដល់គ្រួសារជនរងគ្រោះគាត់ថាគាត់បញ្ចុះបញ្ចូលឲ្យគ្រួសារជនរងគ្រោះព្រមទទួលសំណងក៏ព្រោះតែគាត់ដឹងថាបើទោះបីពួកគេព្យាយាមប្តឹងយ៉ាងណាក៏មិនឈ្នះគេដែរពេលនោះហុងឆាយុងនិង Vincenzo ក៏ថាឲ្យចំទៅវិញថា
លោកធ្វើនេះមិនមែនចង់ជួយពួកគេទេគឺលោកចង់ជួយខ្លួនឯងពេលកំពុងនិយាយគ្នានោះ Vincenzo បានដើរក្រឡឹងមើលបន្ទប់ធ្វើការរបស់លោកសូដោយគាត់ចាប់អារម្មណ៍នឹងរូបគំនូរព្យួរលើជញ្ជាំងមួយផ្ទាំងពេលនោះយើងមិនដឹងថាហេតុអីគាត់ឈរសម្លឹងរូបគំនូរនោះទេបន្ទាប់មកគាត់ក៏និយាយថាគាត់ស្អប់បំផុតប្រភេទមនុស្សចរិតបិសាចដែលពូកែលាក់ពុតត្បុតគាត់មិនលើកលែងឲ្យបិសាចប្រភេទនេះទេគាត់ថាបើសិនជាលោកសូមិនព្រមសញ្ញេផ្ទេររឿងក្តីនេះឲ្យពួកគាត់ទេគាត់នឹងបញ្ជូនលោកសូទៅកន្លែងវាខ្សាច់ដាច់ស្រយាលមួយហើយមិនថាលោកស្រែកឲ្យគេជួយប៉ុណ្ណាទេនឹងគ្មាននរណាឮលោកស្រែកនោះឡើយហើយពេលនោះលោកសូក៏បានឆ្លើយទៅឌឺវិញថាឲ្យធ្វើចុះគាត់អត់ខ្លាចទេកុំមកចង់ប្រើល្បិចគំរាមចង់លួចរឿងក្តីមួយនេះពីគាត់ដើម្បីរកលុយហុងឆាយុងក៏ឆ្លើយទៅវិញថាពួកយើងគំរាមលោកគឺមិនមែនហេតុផលចង់រកលុយអីនោះទេគោលដៅរបស់ពួកយើងគឺតស៊ូប្រយុទ្ធយកឈ្នះក្នុងរឿងក្តីមួយនេះជាមួយនឹងក្រុមហ៊ុន Babe Group និយាយរួចក៏នាំគ្នាដើរចេញតែមុនពេលដើរចេញ Vincenzo ឆ្លៀតប្រាប់លោកសូទៀតថាឲ្យចេះសម្អាត office ខ្លួនឯងផងកន្លែងនេះ Vincenzo ប្រហែលជាដឹងអាកំបាំងអីមួយរបស់លោកសូតាក់ទងជាមួយនឹងរូបគំនូរមួយនោះហើយពីព្រោះមិនមែនសុកគាត់ទៅឈរសម្លឹងមើលផ្ទាំងគំនូរមួយនោះទេបន្ទាប់មកក៏ចូលមកដល់ឈុតចាងហាន់ស៊ូកំពុងញ៉ាំមីហឹលនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមួយដោយដាក់មីឲ្យពួកគាត់ហូបដែរចាងហាន់ស៊ូដាក់ទោសពួកគាត់ឲ្យញ៉ាំមីហឹលហើយអត់ឲ្យផឹកទឹកនោះទេដោយសារខឹងរឿងតម្លៃភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះហើយថែមទាំងមានការលេចលឺព័ត៌មានទៅក្រៅថាមានគេលួចដុតឃ្លាំងស្តុកថ្នាំរបស់ Babe Pharmaceutical ទៀតតែម្នាក់គ្មានអ្នកណាទប់ស្កាត់ឬដោះស្រាយបញ្ហានេះបានសោះបន្ទាប់មកចានជុនវូក៏បានខលមកចាងហាន់ស៊ូហើយប្រាប់គាត់ថាឲ្យឈប់ធ្វើរឿងអត់ប្រយោជន៍បែបនេះទៀតរៀបចំខ្លួនទៅក្រុមហ៊ុន Babe Chemical ហើយនាំអ្នកកាសែតរបស់ Daechang Diary ទៅជាមួយផងដោយធ្វើសេចក្តីប្រកាសថាគម្រោង BLSD នឹងត្រៀមវាយលុកទីផ្សារឆាប់នេះពេលនោះចាងហាន់ស៊ូក៏សួរថាក្រែងគម្រោងនេះមិនទាន់រួចរាល់ឯណាមិនបានមកប្រកាសនៅពេលនេះតាមពិតចាងជុនវូធ្វើបែបនេះដើម្បីឲ្យក្រុមហ៊ុនធំដែលជាដៃគូសហការមើលឃើញថាក្រុមហ៊ុនរបស់គាត់គឺគ្មានបញ្ហាអីកើតឡើងនោះឡើយដើម្បីរក្សាតម្លៃភាគហ៊ុនកុំឲ្យបន្តធ្លាក់រីឯ Vincenzo និងហុងឆាយុងឯនេះវិញកំពុងអង្គុយនិយាយគ្នាពីបញ្ហារឿងគ្រួសារជនរងគ្រោះនាងចង់បញ្ចុះបញ្ចូលឲ្យពួកគេរើបំរាស់ប្រឆាំងនឹងក្រុមហ៊ុន Babe Chemical តែ Vincenzo ថាអត់ចង់អូសទាញពួកគាត់ឲ្យចូលសមរភូមិសង្គ្រាមបែបនេះទេព្រោះវាប្រៀបដូចអូសពួកគាត់ឲ្យចូលនរកអញ្ចឹងដែរហុងឆាយុងថាមិនមែនឲ្យពួកគាត់ទៅធ្វើសង្គ្រាមនោះទេនាងមានវិធីនិយាយជាមួយពួកគាត់ត្រឹម5នាទីប៉ុណ្ណោះនាងអាចបញ្ចុះបញ្ចូលពួកគាត់ឲ្យយកព្រមតាមបានពេលនោះ Vincenzo ធ្វើមុខដូចអត់ជឿហុងឆាយុងនាងក៏បបួល Vincenzo ភ្នាល់គ្នាបើនាងអាចបញ្ចុះបញ្ចូលពួកគាត់បានមែននាងនឹងផ្ទាត់ថ្ងាសរបស់ Vincenzo តែបើនាងចាញ់នាងនឹងឲ្យ Vincenzo ផ្ទាត់វិញហើយបន្ទាប់មកទៀតនៅពេលដែលពួកគាត់មកប្រជុំជាមួយគ្រួសារជនរងគ្រោះហុងឆាយុងក៏ធ្វើយំនៅចំពោះមុខពួកគេហើយនិយាយបញ្ចុះបញ្ចូលឲ្យពួកគេដាក់ពាក្យប្តឹងប្រឆាំងនឹងក្រុមហ៊ុន Babe Group Chemical នេះគុំសញ្ញេព្រមទទួលយកសំណងស្រួលបែបនេះអីពួកគាត់ក៏បានឆ្លើយថាគុំមកបង្ខំពួកគាត់ឲ្យប្រឆាំងនឹងរឿងក្តីដែលមិនអាចឈ្នះបែបនេះបាននិយាយចុះឡើងក៏មានបរិសម្នាក់និយាយប៉ះពាល់ដល់ឪពុកនាងគាត់ថារឿងក្តីលើកមុនមានមេធាវីម្នាក់ស្លាប់ជាមេធាវីដែលស៊ីសំណូកទៀតឮដូចនោះហុងឆាយុងប៊ីឆេតដុំហើយនៅពេលនោះនាងថាហេតុអីក៏នាំគ្នាជឿការផ្សព្វផ្សាយព័ត៌មានបោកប្រាស់បែបនេះហើយមិនថាហុងឆាយុងព្យាយាមនិយាយបែបណាទេពួកគាត់ថាពួកគាត់និយាយជាមួយមេធាវីសូរួចហើយពួកគាត់នឹងសញ្ញេព្រមទទួលសំណងនេះអញ្ចឹងមិនបាច់មកបង្ខំពួកគាត់ឲ្យប្រឆាំងនោះទេ Vincenzo ឈរនៅក្បែរនោះដោយសារឃើញស្ថានភាពតឹងរឹងគាត់ក៏ចូលទៅនិយាយកាត់គាត់សួរថាដឹងថាហេតុអីបានពួកលោកមិនអាចឈ្នះរឿងក្តីនេះទេគឺដោយសារពួកលោកមិនមានមេធាវីដូចជាពួកយើងតែងតែឈ្នះនៅក្នុងរឿងក្តីប្តឹងផ្តល់ជានិច្ចអញ្ចឹងកុំសង្ស័យច្រើនបើសិនពួកលោកមិនព្រមទទួលយកសំណើពួកយើងគឺស្មើនឹងបោះចោលឱកាសឈ្នះរបស់ពួកលោកហើយពេលនោះគ្រួសារជនរងគ្រោះក៏រៀងប្រែទឹកមុខហើយសញ្ជឹងគិតបន្ទាប់មកសាច់រឿងក៏បកមកនិយាយពីចាងហាន់ស៊ូវិញមកដល់ក្រុមហ៊ុន Babe Chemical មានអ្នកកាសែតឈរថតប្រងព្រាតចាងហាន់ស៊ូមកប្រកាសថាគម្រោង BLSD របស់ក្រុមហ៊ុន Babe Group គឺចិត្តបានឃើញពលឺថ្ងៃហើយក៏អរគុណដល់ក្រុមអ្នកស្រាវជ្រាវទាំងអស់ដែលធ្វើឲ្យគម្រោងនេះជោគជ័យនៅពេលដែលចាងហាន់ស៊ូដើរចាប់ដៃបុគ្គលិកម្ដងម្នាក់ក៏មានបុគ្គលិកឈរនៅក្រោយគេនោះក្អួតឈាមដាក់គាត់ធ
ធ្វើឲ្យហាន់ស៊ូភ័យស្លន់ស្លោជាខ្លាំងប្រញាប់ឲ្យគេខលហាឡានពេទ្យនាំគាត់ទៅពិនិត្យដោយអត់ខ្វល់ពីបុគ្គលិកដែលដួលទៅលើដីនោះសោះពេលនោះក៏មានបុគ្គលិកម្នាក់ទៀតដែលឈរនៅក្បែរបុគ្គលិកដែលដួលនោះនិយាយគំរាមថាឯងត្រូវសញ្ញេលើក្រដាសបើមិនអញ្ចឹងយើងមិននាំឯងទៅមន្ទីរពេទ្យទេដោយយើងមិនដឹងថាគាត់ចង់និយាយសម្ដៅលើក្រដាសលិខិតអីទេតែប្រហែលជាលិខិតអះអាងថាគាត់មិនបានឈឺដោយសារសារធាតុគីមីក្នុងក្រុមហ៊ុននោះហើយនិយាយទៅដល់ផាកសាក់ដូវិញអត់ឈប់រករឿងគេសោះគាត់បាននាំគ្នាមកញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានអាគារកំកាផ្លាហ្សានោះដោយធ្វើឲ្យម្នាក់ឆ្ងល់ថាមិនបានពួកនេះចូលមកញ៉ាំកន្លែងបែបនេះទៅវិញពេលនោះកូនចៅរបស់ផាកសាក់ដូស្រែកជំទាវឡើងដោយរកឃើញដាច់គោក្នុងចានម្ហូបរបស់គេហើយក៏រករឿងម្ចាស់ហាងតាមពិតល្បិចពួកវាចង់មកបកករឿងចៃដន្យបាន Vincenzo ហុងឆាយុងមកដល់គ្រាន់តែ Pasado ឃើញ Vincenzo ក៏ភ័យខ្លួនហើយប្រាប់កូនចៅឲ្យនៅស្ងៀមតែអត់រៀងលឹងមុនប៊ីសធ្លាក់ពីលើអាគារម្ដងហើយ Pasado ឈរខាត់កូនចៅខ្លួនឯងទាំងញ័រខ្លួនបន្ទាប់មកគាត់ក៏ដេញកូនចៅគាត់ឲ្យចេញទៅវិញតែ Vincenzo ថាឲ្យគិតលុយសិនពេលពួកវាចេញទៅអស់ម្ចាស់ហាងក៏ចាប់ផ្ដើមយំស្ដាយរបស់របរដែលបាក់បែក Vincenzo ឃើញអាណិតពេកក៏ឲ្យលុយថែមទុកទិញរបស់ប្រើប្រាស់មកវិញធ្វើឲ្យពួកគាត់កាន់តែចូលចិត្ត Vincenzo នៅពេលនោះហុងឆាយុងនិង Vincenzo ក៏ដើរមក office ខ្លួនឯងពេលមកដល់ឃើញលោកណាំថ្ងៃនេះដូចស្លៀកពាក់ស្អាតបាតជាងរាល់ដងគាត់ថាថ្ងៃនេះគាត់សុំចេញទៅមុនព្រោះមានណាត់ blind date ពេលលោកណាំចេញទៅបាត់ហុងឆាយុងក៏នឹកឃើញរឿងភ្នាល់គ្នាជាមួយ Vincenzo នាងប្រុងនិយាយបន្លំបបួល Vincenzo ទៅញ៉ាំអីតែងាកមកវិញក៏ឃើញ Vincenzo កំពុងឈរពុតដៃត្រៀមផ្ទាត់ថ្ងាសនាងហុងឆាយុងឈរឆ្ងល់ថាគ្រាន់តែផ្ទាត់ថ្ងាសសោះចាំបាច់ពុតដៃពុតខ្លួនម្លឹងនាងក៏ឈរបិទភ្នែកឲ្យផ្ទាត់តែពេលនោះ Vincenzo ឈរមើលមុខនាងមួយសន្ទុះហើយញញឹមទំនងដូចចាប់ផ្ដើមចាប់អារម្មណ៍លើហុងឆាយុងគាត់ក៏ផ្ទាត់ថ្ងាសនាងបន្តិចខ្លាចនាងឈឺហើយនៅពេលនោះចាងជុនវូក៏មកដល់គាត់មកអួតប្រាប់ហុងឆាយុងថាគាត់បានក្លាយជាមេធាវីពេញសិទ្ធិរបស់ក្រុមហ៊ុនអ៊ូសាងហើយហុងឆាយុងធ្វើទឹកមុខបែបមិនពេញចិត្តហើយនិយាយថាជួយអបអរផងជុនវូក៏ថាហេតុអីធ្វើមុខដូចអត់សប្បាយចិត្តសោះអញ្ចឹងបន្ទាប់មកហុងឆាយុងថាចាំនាងប៉ាវញ៉ាំមីហិលទុកជាការអបអរដល់ជុនវូពួកគេក៏បបួល Vincenzo ទៅដែរតែគាត់ថាឲ្យទៅតែ2នាក់ចុះគាត់អត់ទៅទេឮដូចនោះជុនវូក៏និយាយបែបឌឺ Vincenzo ថាអ្នកនៅអ៊ីតាលីអត់ចេះញ៉ាំហិលទេហើយហុងឆាយុងក៏បន្ថែមលបោយទៀតថាត្រូវហើយរបស់ហិលខ្លាំងអញ្ចឹងគាត់ទ្រាំទ្រមិនរួចនោះទេដល់ឮគេនិយាយឌឺខ្លួនឯងខ្លាំងពេក Vincenzo ក៏ទម្លាក់ឯកសារដែលកំពុងកាន់នៅដៃនឹងចុះហើយមកនិយាយអួតគ្នាជាមួយជុនវូថាគាត់ពូកែញ៉ាំហិលអញ្ចេះពូកែញ៉ាំហិលអញ្ចោះនិយាយចោះឡើងក៏ព្រមទៅជាមួយគេឯងដែរទៅពេលទៅដល់ដាក់មីហិលម្នាក់មួយចានគ្រាន់តែចាប់ដើមញ៉ាំបានប្រមាណម៉ាត់ក៏ចាប់ដើមអង្គុយដកដង្ហើមធំហុងឆាយុងនោះវិញអត់ខាត់ទេឃើញដូចនោះក៏ចាក់ម្ទេសឲ្យថែមអង្គុយញ៉ាំបណ្ដើជុនវូសួរនាំពី Vincenzo បណ្ដើរបៀបចង់ដឹងថា Vincenzo កាលនៅអ៊ីតាលីធ្វើអីខ្លះហើយពួកម៉ាហ្វៀនៅអ៊ីតាលីនោះរបៀបម៉េចសាហាវដូចគេនិយាយឬអត់ Vincenzo ថាគាត់ជាអ្នកដោះស្រាយចំនួនវិវាទរវាងក្រុមហ៊ុនមួយជាមួយក្រុមហ៊ុនមួយទៀតហើយគាត់បានបន្ថែមថាម៉ាហ្វៀនៅទីនោះបើទោះបីពួកគេសាហាវពិតមែនតែពួកគេធ្វើកិច្ចការតែនៅក្នុងសង្គមងងឹតម៉ាហ្វៀរបស់ពួកគេប៉ុណ្ណោះដោយមិនឲ្យពាក់ព័ន្ធជាមួយប្រជាជនធម្មតានោះទេដែលនេះជាវិន័យរបស់ពួកគេបន្ទាប់មកសាច់រឿងក៏កាត់ចូលឈុតលោកសង់ឆេស៊ីនកំពុងរត់ទៅមន្ទីរពេទ្យទៅមើលមិត្តរបស់គាត់ឈ្មោះលីយូយ៉ុងដែលជាបុគ្គលិកផ្នែកស្រាវជ្រាវរបស់ Babel Chemical ដែលបានក្អួតឈាមនោះហើយធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរពេទ្យប្រចាំការនៅទីនោះបានប្រាប់គាត់ថាលោកលីយូយ៉ុងកើតជំងឺមហារីកគ្រាប់ឈាមដំណាក់កាលធ្ងន់ធ្ងរហើយគាត់បានសួរលោកសង់ឆេស៊ីនថាលោកលីមានជក់បារីឬក៏ផឹកស្រាឬមួយក៏ធ្វើការធ្ងន់ធ្ងរដែរអត់គាត់ក៏មានតែការទៅវិញថាលោកលីជក់បារីតិចតួចហើយធ្វើការច្រើនម៉ោងគាត់ថាលោកលីធ្វើការនៅក្រុមហ៊ុន Babel Chemical តើវាអាចប៉ះពាល់សុខភាពដោយសារកន្លែងធ្វើការរបស់គាត់ដែរឬទេគ្រូពេទ្យនោះក៏ឆ្លើយកាន់ជើងក្រុមហ៊ុន Babel ភ្លាមថាកន្លែងធ្វើការរបស់គេរៀបចំការងារសម្រាប់បុគ្គលិកគេបានល្អណាស់បើសិនជាមានផលប៉ះពាល់គឺមកពីបុគ្គលិកនោះធ្វើការមិនគោរពតាមគោលការណ៍សុវត្ថិភាពរបស់គេខ្លួនឯងទេ
ពេលនោះដែលជាគុណឆេស៊ីនក៏អស់ពាក្យនឹងតបបន្ទាប់មកគាត់ក៏បានខលមករកហុងឆាយុងដែលនាងទៅតែចេញពីហាងមីហឹលជាមួយ Vincenzo និងចាងជុនវូនោះដោយប្រាប់ថាមានការបន្ទាន់ចង់ជួបនិយាយគ្នាហុងឆាយុងនិង Vincenzo ក៏ត្រឡប់ទៅអគារ Gamga Plaza វិញពេលទៅដល់ពួកគេក៏និយាយគ្នាពីរឿងអាការៈរបស់លោកលីយូយ៉ុងជាមួយនឹងពាក្យសម្ដីដែលគ្រូពេទ្យនោះបានប្រាប់ហុងឆាយុងក៏បានប្រាប់ពួកគេថាមន្ទីរពេទ្យហេមុននោះក៏ជាបព្វពួករបស់ក្រុមហ៊ុន Babel Group ដែរពេលនោះពួកគេបានសុំឲ្យ Vincenzo និងហុងឆាយុងជួយដល់លីយូយ៉ុងផងព្រោះគាត់ជាមនុស្សល្អហើយចេះជួយទុកធុរៈអ្នកដទៃណាស់ហុងឆាយុងថានាងនឹងរកវិធីជួយគាត់ហើយនៅពេលកំពុងនិយាយគ្នានោះសម្ដេចសង្ឃដែលអង្គុយតាំងសមាធិជាច្រើនថ្ងៃមកហើយនោះក៏បានងើបឈរឡើងហើយមានសង្ឃដីកាថាគាត់តាំងសមាធិរួចរាល់ហើយចាំគាត់រួមចំណែកជួយនៅក្នុងរឿងនេះដែរហើយនិយាយពីមេធាវីសូដែលមិនព្រមផ្ទេររឿងក្តីឲ្យហុងឆាយុងនៅថ្ងៃមុននោះបានមកអอฟហ្វិសរបស់គាត់ក៏ស្រាប់តែឃើញกระดาษមួយផ្ទាំងបិទនៅមុខទ្វារអอฟហ្វិសដោយសរសេរថាហាមមិនឲ្យសូយូយិនចូលពេលគាត់បើកទ្វារចូលទៅស្រាប់តែឃើញគ្រួសារជនរងគ្រោះនិងព្រះសង្ឃកំពុងសូត្រមន្តពេលនោះលោកសូឆ្ងល់ថាមានរឿងអីហើយក៏ស្រាប់តែពួកគេដេញគាត់ចេញដោយហៅគាត់ថាជាមនុស្សកុហកមនុស្សបោកប្រាស់ជាបិសាចចេញមកដល់មុខទ្វារវិញក៏ឃើញហុងឆាយុងនិង Vincenzo ពេលនោះហុងឆាយុងបានទាញលិខិតដែលជាលិខិតបណ្ដេញលោកមេធាវីសូចេញពីរឿងក្តីដែលសញ្ញេដោយគ្រួសារជនរងគ្រោះពេលនោះគាត់មិនអស់ចិត្តហើយសួរហុងឆាយុងថាមានផុសតាងអីបានមកចោទគាត់បែបនេះហុងឆាយុងក៏ប្រាប់ថាដឹងអត់ថាពីមុនខ្ញុំធ្លាប់ធ្វើការជាមេធាវីនៅក្រុមហ៊ុនមួយណាគឺក្រុមហ៊ុនអ៊ូសាងហើយគាត់មានសិស្សប្អូនដែលធ្វើការជាមួយគ្នាកាលមុននឹងជាអ្នកប្រាប់ថាក្រុមហ៊ុនអ៊ូសាងបានសុកប៉ាន់លោកសូឲ្យបញ្ចុះបញ្ចូលគ្រួសារជនរងគ្រោះឲ្យពួកគេយល់ព្រមសម្របសម្រួលហើយយកថ្លៃសំណងដោយមិនបន្តរករឿងប្តឹងក្រុមហ៊ុន Babel Chemical ទៀតព្រោះហុងឆាយុងបានលួចថតសម្លេងសិស្សប្អូនម្នាក់នោះនៅពេលដែលគាត់ប្រាប់ថាលោកសូស៊ីលុយពីក្រុមហ៊ុនអ៊ូសាងយ៉ាងម៉េចខ្លះហើយយកសម្លេងនោះមកឲ្យគ្រួសារជនរងគ្រោះស្ដាប់អញ្ចឹងហើយទើបពួកគេខឹងលោកសូហើយសញ្ញេដេញគាត់ចេញពីរឿងក្តីរបស់ពួកគេបន្ទាប់មកលោកសូខឹងហើយនិយាយថាគេកុហកទេពេលនោះគាត់ប្រុងដើរចេញតែពីរអ្នក Vincenzo និងហុងឆាយុងក៏បានខាត់ហើយនិយាយថាលោកគិតថាពួកយើងអត់ដឹងថាលុយដែលគេសុបប៉ាន់លោកនឹងលាក់នៅទីណាមែន Vincenzo ក៏បន្ថែមថាធម្មតាមនុស្សបែបនេះតែងតែលាក់លុយនៅក្បែរពួកគេដូចជានៅផ្ទះឬក៏កន្លែងដែលគេទៅញឹកញាប់ព្រោះវាងាយស្រួលពេលត្រូវការភ្លាមតាមពិតគាត់លាក់នៅខាងក្រោយផ្ទាំងគំនូរដែល Vincenzo ឈរសម្លឹងថ្ងៃមុននោះ Vincenzo ចាប់អារម្មណ៍ដឹងឃើញរូបគំនូរនោះប្រឡាក់ដីតែឃើញមានស្នាមម្រាមដៃមនុស្សនៅលើហ្នឹងហើយលេខកូដសម្ងាត់លើទូដែកដែលនៅក្រោយផ្ទាំងគំនូរនោះក៏ដូចគ្នាគឺមានស្នាមចុចទៅលើប៊ូតុងលេខនៅពេលលោកសូដឹងថា Vincenzo ដឹងកន្លែងរបស់គាត់លាក់លុយគាត់ក៏បញ្ញាប់រត់ទៅបើកមើលតែលុយត្រូវបាត់អស់រលីងពីទូមានតែกระดาษមួយសន្លឹកដែលជាវិញ្ញាបនបត្របញ្ជាក់ពីការបរិច្ចាគលុយទៅអង្គការមនុស្សធម៌ដែលសរុបទឹកលុយប្រមាណជា$54,000គ្រាន់តែឃើញដូចនោះលោកសូក៏ចាប់ផ្ដើមស្រែកជំទាវហើយ Vincenzo មកពីក្រោយក៏វាយគាត់ឲ្យសន្លប់តែម្ដងទៅបន្ទាប់មកក៏បន្តសាច់រឿងហុងឆាយុងជាមួយនឹង Vincenzo បានទៅក្រុមហ៊ុនច្បាប់អ៊ូសាងទៅរកអ្នកស្រីឆយជាមួយនឹង Mr. Han និយាយគ្នាពេលទៅដល់ហុងឆាយុងបានប្រាប់ Mr. Han និងអ្នកស្រីឆយថាតាក់ទងជាមួយនឹងរឿងក្តីរបស់គ្រួសារជនរងគ្រោះនោះមេធាវីសូគឺគាត់បានរីសាញហើយអញ្ចឹងនាងជាអ្នកទទួលខុសត្រូវជាមួយនឹងរឿងក្តីនេះបន្តហើយពេលនោះ Vincenzo ក៏បានលូកមាត់និយាយប្រមាណម៉ាត់ក៏ធ្វើឲ្យអ្នកស្រីឆយចាំសម្លេងគាត់បានគាត់នឹកឃើញចាំសម្លេង Vincenzo ច្បាស់ណាស់ដែលថ្ងៃមុនខលមកគំរាមគាត់ក៏សួរឌឺ Vincenzo ថាបាត់ឈឺកោហើយអី Vincenzo ញញឹមហើយក៏និយាយថាអរគុណកន្លែងនេះមិនមែន Vincenzo គាត់ភ្លេចខ្លួននោះទេគឺគាត់មានបំណងចង់ឲ្យអ្នកស្រីឆយដឹងតែម្ដងថាគាត់ជាអ្នកណាហើយ Mr. Han បាននិយាយដាក់ Vincenzo ថាគាត់ដឹងថា Vincenzo មិនយល់ច្បាស់ពីច្បាប់ទម្លាប់នៅក្នុងប្រទេសកូរ៉េនេះច្បាស់ទេអញ្ចឹងគុំប្រហើនធ្វើអីតាមតែចិត្តដោយមិនបានពិចារណាបើមិនអញ្ចឹងទេប្រយ័ត្ននាំទុកធំដាក់ខ្លួន
Vincenzo ក៏ដាក់ទៅវិញថាលោកប្រហើនបែបនេះក៏ព្រោះលោកមិនទាន់ស្គាល់ថាខ្ញុំជាអ្នកណាលោកនឹងភ្លឺភ្នែកដូចគ្នាពេលនោះហុងឆាយ៉ុងក៏បាននិយាយបន្តថាពួកគេមានលក្ខខណ្ឌមួយបើសិនក្រុមហ៊ុន Babel Chemical ព្រមទទួលស្គាល់កំហុសហើយសុំទោសជាសាធារណៈនិងផ្ដល់សំណងគ្រប់គ្រាន់ទៅដល់បុគ្គលិកខ្លួនដែលរងគ្រោះនោះពួកយើងនឹងទម្លាក់ចោលនៅរឿងក្តីប្តឹងផ្ដាល់មួយនេះហើយ Vincenzo ក៏បន្ថែមដែរថាឲ្យពួកគេបញ្ឈប់ការផលិតសារធាតុពុល BLSD នោះហើយសារភាពការពិតនៅអ្វីដែលពួកគេធ្លាប់កុហក Mr. Han និងអ្នកស្រី Choi ក៏តបទៅវិញថាបើឲ្យធ្វើអញ្ចឹងគឺដូចឲ្យពួកគាត់បិទក្រុមហ៊ុនច្បាប់ខ្លួនឯងអញ្ចឹងនៅពេលដែលការចរចាមិនត្រូវរើគ្នាពួកគេក៏ត្រឡប់ទៅវិញពេល Vincenzo និង Hong Cha-yong ចេញទៅបាត់អ្នកស្រី Choi ក៏ប្រាប់លោក Han ថារឿងក្តីពាក់ព័ន្ធនឹងក្រុមហ៊ុន Babel Group លើកនេះទុកឲ្យគាត់តែម្នាក់ឯងបានហើយគាត់នឹងត្រៀមខ្លួនឡើងសាយវៀនជាមួយនឹង Hong Cha-yong នៅពេល Hong Cha-yong និង Vincenzo ដើរចេញមកវិញចាងជុនវូក៏បានតាមមកព្យាយាមខាត់ Hong Cha-yong ថាកុំឲ្យលូកដៃនៅក្នុងរឿងក្តីរបស់ក្រុមហ៊ុន Babel Group នេះអីប្រយ័ត្នមានរឿងធំដាក់ខ្លួនតែ Hong Cha-yong មិនខ្ចីស្ដាប់គ្រាន់តែ Hong Cha-yong និង Vincenzo ចេញបាត់ភ្លាមជុនវូក៏និយាយថាមើលទៅខ្ញុំត្រូវលេងធွာក្តៅជាមួយនាងហើយតាមពិត Vincenzo ដឹងថាថ្ងៃឡើងសវនាការជំនុំជម្រះក្តីលើកទី1គឺគាត់និង Hong Cha-yong មិនអាចឈ្នះខាងអ៊ូសាងបានទេដោយសារពេលវេលានៅសល់តិចពេកហើយពួកគាត់មិនទាន់អាចរកផុសតាងបានភ្លាមអញ្ចឹងបើដឹងថាលើកនេះមិនអាចឈ្នះគាត់ក៏មិនឲ្យខាងនោះឈ្នះបានដែរគាត់ប្រាប់ Hong Cha-yong ថាលើកនេះត្រូវស្ដាប់តាមអ្វីដែលគាត់ប្រាប់គាត់មាន plan ធ្វើស៊ីតឡាការដោយសារ Vincenzo គាត់ធ្លាប់ប្រឡូកនៅក្នុងសង្គមងងឹតជាមួយនឹងពួក Mafia អញ្ចឹងរឿងអាក្រក់ខ្លះមួយចំនួនក៏ Vincenzo គាត់ជំនាញដែរបើសិនជាលើកនេះរឿងក្តីប៉ះពាល់ជាមួយនឹងមេធាវីដែលជាមេធាវីក្រុមមនុស្សអាក្រក់អញ្ចឹងគាត់ក៏ប្រើវិធីអាក្រក់ដាក់ទៅវិញដែរហើយងាកទៅនិយាយពីមេធាវីសូនោះវិញត្រូវ Vincenzo ចាប់យកទៅដាក់ចោលនៅកណ្ដាលកោះពេលគាត់ងើបដឹងខ្លួនមកវិញក៏ឆ្លេឆ្លាស្រែកឲ្យគេជួយតែគ្មានអ្នកណាឮនោះទេដោយនេះជាមេរៀនមួយដែលលោកសូសំនឹងទទួលបានហើយចំណែកអ្នករស់នៅក្នុងអគារ Gumga Plaza នោះវិញពួកគាត់ខំយល់ចិត្ត Vincenzo និង Hong Cha-yong ណាស់ដល់ថ្ងៃឡើងសវនាការពួកគាត់ម្នាក់ត្រៀមខ្លួនជួយ Vincenzo ដោយអ៊ុតសម្លៀកបំពាក់ឲ្យគាត់ហើយរៀបចំម្ហូបអាហារឆ្ងាញ់ឲ្យគាត់ញ៉ាំមុននឹងចេញទៅប្រយុទ្ធនៅក្នុងសវនាការកាត់ក្តីក្រុមមេធាវីអ៊ូសាងទៅដល់សវនាការមុនគ្រាន់តែចុះពីលើឡានភ្លាមអ្នកកសែតរត់មកសម្ភាសប្រងព្រាតកំពុងសម្ភាសសុកអ្នកស្រីឈ្ងុយមិនទាន់និយាយចប់ផងស្រាប់តែឃើញឡានមួយទៀតបើកមកដល់ពួកគេស្មានតែជាឡានរបស់ Hong Cha-yong ក៏ខំនាំគ្នារត់ទៅទទួលបិទផ្លូវតាមពិតអ្នកផ្សេងសោះហើយគាត់កំពុងតែចាញ់រឿងក្តីផងខឹងក៏ចុះពីលើឡានជេរអ្នកកសែតមួយប្រាវបន្តមកទៀតតួឯកទៀត